រមណីយដ្ឋានមួយដែលបាននឹងកំពុងតែចូលរួមអភិរក្សលើកស្ទួយនៅវប្បធម៌និងប្រពៃណីបុរាណរបស់ខ្មែរបានយ៉ាងល្អនិងសូមកោតសរសើរដល់ម្ចាស់ទីតាំងនេះខ្លាំងមែនទែនដោយសារតែពួកគាត់មានបេះដូងនិងក្តីស្រឡាញ់ចូលរួមថែរក្សាមរតកវប្បធម៌របស់ដូនតាខ្មែរហើយក៏បានបង្កើតនៅរមណីយដ្ឋានទេសចរនេះឡើងដែលមានការរៀបចំជាលក្ខណៈបុរាណនិងទទួលបានការចាប់អារម្មណ៍ច្រើនមែនទែននៅទីនេះមានប្លង់ថតរូបស្អាតៗច្រើនកន្លែងមានទាំងបែបបុរាណនិងបែបសម័យក្រៅពីកន្លែងថតរូបស្អាតៗក៏មានបើកជាមួយនឹងភោជនីយដ្ឋានលក់ម្ហូបអាហារបែបខ្មែរដ៏សម្បូរបែបផងដែរសំខាន់គឺនៅក្បែរភ្នំពេញយើងនឹងទេហើយនៅពេលដែលបានមកដល់ទីនេះគឺនឹងទទួលបានអារម្មណ៍មួយដែលកំពុងតែឆ្លងពេលវេលាត្រឡប់ទៅអតីតកាលអញ្ចឹងដោយសារតែគ្រប់យ៉ាងនៅទីនេះគឺរៀបចំជាលក្ខណៈខ្មែរបុរាណនិងរំលេចជាមួយនឹងវប្បធម៌របស់ខ្មែរបានយ៉ាងល្អទីនេះគឺជារមណីយដ្ឋានកោះស្លាកែត Studio ដែលធ្វើដំណើរចេញពីភ្នំពេញតាមផ្លូវជាតិលេខ1ចំណាយពេលត្រឹមតែ20នាទីប៉ុណ្ណោះទីតាំងស្ថិតនៅក្នុងស្រុកគៀនស្វាយខេត្តកណ្ដាលពេលចូលមកដល់អ្វីដែលពុកម៉ែបងប្អូននឹងបានឃើញមុនគេគឺភូមិគ្រឹះល្វែងច័ន្ទគឺជាស្ថាបត្យកម្មផ្ទះខ្មែរដំបូលគឹងបែបសេដ្ឋីហើយមុននឹងចូលទៅដល់បរិវេណខាងក្នុងគឺតម្រូវឲ្យពុកម៉ែបងប្អូនទិញសំបុត្រនីមួយៗគឺយើងអាចយកទៅបដូរជាមួយនឹងភេសជ្ជៈឬក៏ម្ហូបអាហារផ្សេងៗបានឆ្លងកាត់នៅខ្លងទ្វារបុរាណយើងក៏ចូលមកដល់តំបន់បុកល័ក្តតំបន់បុកល័ក្តប្រៀបបីដូចជាកូនផ្សារតូចមួយអញ្ចឹងគឺមានដាក់តាំងលក់នៅម្ហូបអាហារសម្រន់បែបខ្មែរច្រើនមុខច្រើនប្រភេទមានទាំងនំគ្រក់នំបញ្ចុកសម្លណាំយ៉ាសម្លខ្មែរបាញ់ឆែវទឹកកកឈូសក្រែមកីហើយនិងម្ហូបអាហារសម្រន់បែបខ្មែរជាច្រើនប្រភេទទៀតហើយមកដល់តំបន់បុកល័ក្តនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំគឺត្រូវមាច់តែម្ដងហើយទិញរបស់ញ៉ាំហើយកុំភ័យថាអត់មានកន្លែងអង្គុយគឺមានតុមានកៅអីឲ្យអង្គុយមកស្អាតតែម្ដងចេញផុតពីតំបន់បុកល័ក្តឥឡូវនេះចូលមកដល់តំបន់ភោជនីយដ្ឋានវិញម្ដងមកដល់តំបន់ភោជនីយដ្ឋានគឺនឹងទទួលបានជាមួយនឹងអារម្មណ៍ប្លែកថ្មីមួយទៀតគឺដោយសារតែមានការរៀបចំកញ្ចុះនៅលើទឹកដែលយើងដើរតាមស្ពានបណ្ដែតទឹកនេះមកអមជាមួយនឹងផ្ការុក្ខជាតិពណ៌បៃតងហើយទេសភាពគឺស្អាតខ្លាំងមែនទែនទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយនឹងបរិយាកាសល្អកលេចមកមើលកញ្ចុះនៅលើទឹកវិញគឺមានច្រើនកញ្ចុះមែនទែនដោយសារតែទទួលបានការគាំទ្រពីភ្ញៀវកាន់តែច្រើនឡើងឥឡូវនេះខាងរមណីយដ្ឋានគាត់បានបន្ថែមកញ្ចុះលើទឹកស្អាតច្រើនកន្លែងទៀតហើយកញ្ចុះនីមួយៗគឺមានទំហំធំទូលាយល្អបើនិយាយពីម្ហូបវិញពុកម៉ែបងប្អូនចង់កំងមុខម្ហូបអីក៏មានដែរជាពិសេសគឺមុខម្ហូបបែបស្រុកស្រែម្ហូបបែបខ្មែរយើងនឹងឯងពួកខ្ញុំឧស្សាហ៍មកកោះស្លាកែតនឹងមែនតែនហើយអ្វីដែលជាប់ចិត្តជាមួយនឹងរសជាតិម្ហូបអាហារនៅទីនេះគឺឆ្ងាញ់គ្រប់មុខតែម្ដងហើយគប់ផ្សំជាមួយនឹងទីតាំងល្អកញ្ចុះនៅលើទឹកខ្យល់អាកាសបរិសុទ្ធបរិយាកាសស្រស់ស្រាយហើយទេសភាពជុំវិញខ្លួននឹងក៏ស្អាតទៀតកលេចមកមើលផ្ទះបាយវិញឃើញផ្ទះបាយហើយគឺញ៉ាំអាហារដែលមានទំនុកចិត្តតែម្ដងដែលមើលទៅការរៀបចំរបស់ពួកគាត់ឡើង clean មានអនាម័យស្តង់ដារខ្ពស់មានសណ្ដាប់ធ្នាប់ហើយពិសេសឥឡូវហ្នឹងផ្ទះបាយគឺធ្វើក្បែរជាមួយនឹងកញ្ចុះដែលមានភាពងាយស្រួលហើយពលឿនសេវាកម្មឲ្យកាន់តែលឿនជាងមុនហើយបើខាងក្រុមការងារពួកគាត់វិញទោះបីជាហត់នឿយយ៉ាងណាក៏នៅតែមានស្នាមញញឹមមានភាពរស់រាយមកកាន់ភ្ញៀវជានិច្ចត្រឡប់មកភូមិគ្រឹះល្វែងច័ន្ទផ្ទះសេដ្ឋីវិញម្ដងមកដល់នេះពុកម៉ែបងប្អូនក៏អាចជួលសម្លៀកបំពាក់បុរាណគ្រប់សម័យកាលដើម្បីថតរូបទុកជាអនុស្សាវរីយ៍បានផងដែរពីព្រោះនៅនេះសម្បូរប្លង់ថតរូបស្អាតៗច្រើនកន្លែងងាកទៅជ្រុងណាក៏ស្អាតដែរស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តថតរូបបែបបុរាណនិងជាទីតាំងដ៏ពេញនិយមសម្រាប់បងប្អូនជ្រើសរើសមកថត pre wedding ផងដែរសម្រាប់បងឬក៏ក្រុមគ្រួសារដែលមានកូនតូចៗក៏មានកន្លែងឲ្យអូនតូចៗសម្រាប់លេងកម្សាន្តដែរដូចជា playground អាងហែលទឹកធំទូលាយល្អនិងសកម្មភាពលេងកម្សាន្តជាច្រើនទៀតបើនិយាយពីបន្ទប់ទឹកវិញគឺបន្ទប់ទឹកច្រើនកន្លែងហើយបន្ទប់ទឹកគឺសុទ្ធតែស្អាតនិងអនាម័យចំណែកឯចំណតឡានចំណតម៉ូតូវិញគឺមានភាពធំទូលាយល្អព្រមទាំងមានតំបន់ drop off និង pick up point ដែលជួយសម្រួលដល់ការចុះនិងឡើងរថយន្តយ៉ាងមានសុវត្ថិភាពនិងកាន់តែមានភាពងាយស្រួលសម្រាប់គ្រួសារដែលមានកូនតូចៗនិងឪពុកម្ដាយដែលមានវ័យចំណាស់អញ្ចឹងនៅថ្ងៃជិតសម្រាប់ពីការងារឬក៏ការសិក្សាកុំភ្លេចនាំបងប្អូនមិត្តភ័ក្តិឬក៏ក្រុមគ្រួសារមកលេងកោះស្លាកែទាំងអស់គ្នាណាអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្តទៀតជម្រាបលា